ជំរាបសួរបងប្អូនទាំងគ្នាប្រចាំថ្ងៃសម្រាប់ថ្ងៃទី26ខែ4ឆ្នាំ2025គឺជាថ្ងៃឈើដកមកជាមួយនឹងឆ្លូវហើយឆ្លូវមានធាតុដីដកនៅពីក្រោមអញ្ចឹងចំពោះបងប្អូនគាត់ត្រូវការធាតុឈើជាមួយនឹងធាតុដីគឺហេងហើយជាពិសេសអ្នកដែលគាត់មានជូតក្នុងតួរាសីហើយតែថៃយើងត្រូវការធាតុឈើធាតុដីហើយអ្នកដែលគាត់មានរកាជាមួយនឹងម្សាញ់ក៏ហេងដូចគ្នាដែរហើយបងប្អូនដែលគាត់មានបញ្ហាឆុងគឺបងប្អូនដែលគាត់មានមួយម៉ែក្នុងតួរាសីមិនថានៅក្នុងម៉ោងកើតថ្ងៃកើតខែកើតឬមកក៏ឆ្នាំកើតដែរបងប្អូនត្រូវមានការប្រុងប្រយ័ត្នហើយជាពិសេសអ្នកដែលគាត់អត់ត្រូវការធាតុឈើនិងធាតុដីបងប្អូនត្រូវប្រយ័ត្នឲ្យបានខ្ពស់គេហៅថាឆុងសយហើយអ្នកដែលគាត់មានបញ្ហាបន្តបន្សំទៀតគឺបងប្អូនដែលគាត់មានមមីមានថោះជាមួយនឹងកលក៏មានបញ្ហាដូចគ្នាដែរហើយសម្រាប់បងប្អូនទាំងគ្នាដែលគាត់ចង់ប្រើទិសល្អបងប្អូនអាចប្រើប្រាស់ទៅតាមវីដេអូដែលខ្ញុំចេញបានទិសអសរប្រចាំថ្ងៃគឺនៅខាងកើតប្រចាំខែខាងត្បូងប្រចាំឆ្នាំខាងកើតអញ្ចឹងនៅសល់ចន្លោះខាងលិចនិងខាងជើងដែរជាទិសល្អហើយផ្កាយលេខ5គឺហោះចូលទីតាំងកដាលអញ្ចឹងបងប្អូនដើរផ្កាយតាមធម្មតាទៅលេខ7នៅខាងលិចលេខ1នៅខាងជើងចំអញ្ចឹងបងប្អូនអាចប្រើប្រាស់ទៅតាមនឹងបានទិសខាងលិចនិងខាងជើងគឺសុទ្ធតែជាទិសដែរមិនពាក់ព័ន្ធទៅនឹងទិសអសរឬមកទិសឆុងទេបងប្អូនអាចប្រើប្រាស់តាមនឹងបានហើយព្យាយាមកុំរង្គោះរង្គើជួសជុលដំស្វានទិសអសរជាពិសេសប្រចាំខែនិងប្រចាំឆ្នាំបងប្អូនត្រូវជៀសវាងហើយអ្នកដែលគាត់ចង់ប្រឹក្សាយោបល់តាក់ទងទៅនឹងការមើលរាសីមើលហុងស៊ុយផ្ទះរើសវេលាមង្គលល្អផ្សេងបងប្អូនអាចឆាតមកប្រឹក្សាយោបល់vớiខ្ញុំបានគឺខ្ញុំទទួលមើលជារៀងរាល់ថ្ងៃហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលបានជួយ like ជាមួយនឹងជួយ share គឺខ្ញុំអរគុណមែនតើចំពោះបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូននៅតែបន្ត like share ដើម្បីឲ្យអ្នកនរគ្នាបានឃើញជាមួយនឹងអ្នកដែលគាត់អត់ទាន់ស្គាល់ពីហុងស៊ុយបែបជាសាសអត់ទាន់បានដឹងពីរឿងហុងស៊ុយអីគឺគាត់បានឃើញបន្តពីយើងដូចគ្នាដែរអញ្ចឹងសូមបងប្អូនជួយ like ជាមួយនឹងជួយ share បន្តទៀតអញ្ចឹងណាហើយជាចុងក្រោយមានតែប៉ុណ្្នឹងឯងបងប្អូនទាំងគ្នាជម្រាបលាអរគុណច្រើន